ប្រដៅខ្លួនឯងឲ្យបានកូនជាទីស្រឡាញ់មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើនតាមគោលធម៌3ប្រការ1ប្រដៅខ្លួនឯងឲ្យបាន2អានខ្លួនឯងឲ្យដឹង3ប្រឹងខ្លួនឯងឲ្យដល់ក្នុងប្រការទី1គឺប្រដៅខ្លួនឯងឲ្យបានដោយសេចក្តីថាតាមប្រកដីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯងឬដាស់តឿនខ្លួនឯងឡើយប៉ុន្តែបែរជាប្រដៅអ្នកដទៃដាស់តឿនអ្នកដទៃបានដោយសពគ្រប់ប្រដៅឲ្យគេធ្វើយ៉ាងនេះដាស់តឿនឲ្យគេធ្វើយ៉ាងនោះប្រដៅបានដាស់តឿនបានចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅមិនព្រមដាស់តឿនទៅបានជាភ្លៀងភ្លាត់ប្រព្រឹត្តខុសជួបប្រទះនៅទុក្ខលំបាកក្នុងជីវិតតាមតែពិតខ្លួនយើងនេះឯងដែលប្រដៅទូនមានបានដោយលំបាកជាទីបំផុតវឹកហាត់ក៏លំបាកនឹងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយក៏លំបាកទៅទាំងអស់ជាធម្មតានៃការងារការបើធ្វើហើយរមែងភ្លៀងភ្លាត់ឬខ្វះខាតទៅបានហើយមនុស្សយើងអ្នកម្នាក់ក៏រមែងមានការខុសឆ្គងភ្លៀងភ្លាត់និងខ្វះខាតដូចគ្នាដែរប៉ុន្តែការបើជួបប្រទះនៅរឿងខ្វះខាតជាដើមហើយក៏ប្រដៅខ្លួនឯងដាស់តឿនខ្លួនឯងថាមិនត្រូវធ្វើយ៉ាងនោះទៀតឡើយជាយាមដាស់តឿនខ្លួនឯងជារឿយដូច្នេះរមែងធ្វើឲ្យគិតកែខៃដោះស្រាយរៀបចំចាត់ចែងការងារនិងរៀបចំចាត់ចែងខ្លួនឯងឲ្យល្អត្រឹមត្រូវជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបានបើមិនមានអ្នករតីណាមកបដៅយើងទេនឹងខ្លួនឯងក៏មិនបដៅខ្លួនឯងដែរឬមិនព្រមដាស់តឿនខ្លួនឯងព្រោះគិតថាខ្លួនឯងឆ្លាតហើយមុខតែរកផ្លូវត្រូវមិនឃើញឡើយមានតែឆ្ពោះមុខទៅរកសេចក្តីវិនិច្ឆ័យតែម្យ៉ាងប៉ុណ្ណោះគួរឲ្យខ្លាចមែនទែនកូនត្រូវវឹកហាត់ដាស់តឿនខ្លួនឯងឲ្យជាប្រចាំរាល់ថ្ងៃនឹងរងចាំឲ្យអ្នករតីគេមកដាស់តឿននោះពិតជាមិនសមគួរឡើយមានអ្នកណាគេមកយាមកូនហើយដឹងរឿងរ៉ាវរបស់កូនបានសពគ្រប់ទៅណាមួយផ្លូវចិត្តផ្លូវគំនិតដែលមិនមានរូបឲ្យគេឃើញទៀតដូច្នេះបើកូនដាស់តឿនខ្លួនឯងបានគឺជាការល្អបំផុតអត្តនាចោទយត្តាណੰបដិមង្សេតមត្តនាសោអត្តគុតតោសតិមាសុខੰភិក្ខុវិហេហិសិអ្នកចូលចោតខ្លួនដោយខ្លួនឯងចូលពិចារណាខ្លួនដោយខ្លួនឯងអ្នកភិក្ខុអ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយនឹងរស់នៅជាសុខសប្បាយ53អានខ្លួនឯងឲ្យដឹងកូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី2គឺអានខ្លួនឯងឲ្យដឹងដោយសេចក្តីថាត្រូវសិក្សាខ្លួនឯងត្រួតត្រាពិនិត្យខ្លួនឯងដើម្បីឲ្យដឹងនៅការពិតនៃជីវិតរបស់ខ្លួនពោលគឺត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់ថាខ្លួនឯងមានការចេះដឹងមានសមត្ថភាពមានសតិបញ្ញាត្រឹមណាមានកម្លាំងប៉ុណ្ណានិងដែលសំខាន់ជាទីបំផុតត្រូវដឹងចិត្តខ្លួនឯងថាត្រូវការអ្វីជាប្រកបនៅក្នុងជីវិតនេះត្រូវអានខ្លួនឯងឲ្យបានច្បាស់ដោយអានសិភៅឬអានគម្ពីរព្រះធម៌អីចឹងត្រូវយល់ពីខ្លួនឯងឲ្យបានសពគ្រប់ប្រៀបដូចជាមនុស្សដើរផ្លូវឆ្ងាយបានមើលផែនទីស្គាល់ផ្លូវច្បាស់ឬដូចជាជាងធ្វើផ្ទះបានមើលគំរូផ្ទះយល់ច្បាស់ដូច្នោះឯងដំណើរជីវិត
ឬដំណើរការងារយ៉ាងណាមួយក៏ដូចគ្នានឹងការដើរផ្លូវឬការសាងសង់ផ្ទះនោះឯងគឺអានខ្លួនឯងឲ្យបានច្បាស់លាស់រឹតតែច្បាស់រឹតតែល្អជីវិតនិងការងារប្រព្រឹត្តទៅបានល្អព្រមទាំងសេចក្តីសម្រេចដែលនឹងសម្រេចបានដោយល្អនោះព្រោះមកអំពីការស្គាល់ខ្លួនឯងនេះឯងបើសំបីតែខ្លួនឯងក៏មិនបានយល់អំពីខ្លួនឯងនិងមិនស្គាល់ខ្លួនឯងផងនោះតើនឹងធ្វើការងារអ្វីបានទៅដូចអ្នកដែលដើរផ្លូវអត់មានផែនទីទោះបីជាដើរទៅបានមែនក៏មុខតែវង្វេងឬក៏ខាតពេលខាតកម្លាំងជាពិតប្រាកដព្រោះតែខ្លួនមិនស្គាល់ផ្លូវនោះឯងដូច្នេះមុននឹងធ្វើនៅកិច្ចការងារណាកូនត្រូវសិក្សាអំពីខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិនគឺជាការអានខ្លួនឯងដូចជាការអានសៀវភៅអញ្ចឹងរួចហើយសូមធ្វើនៅកិច្ចការងារនោះកាលបើយ៉ាងនេះការខ្វះខាតឬការភ្លៀងភ្លាត់ឆ្កំឆ្គងនឹងមិនបានកើតឡើងឡើយតាំងពីដំបូងតែម្ដងក្រៅអំពីដឹងថាខ្លួនឯងមានការចេះដឹងប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាមានសតិបញ្ញាប៉ុណ្ណាមានកម្លាំងប៉ុណ្ណានិងមានបំណងប្រាថ្នាក្នុងជីវិតយ៉ាងណាហើយនោះកូនត្រូវស្គាល់នៅតួនាទីជាដើមរបស់ខ្លួនទៀតគឺស្គាល់តាមសេចក្តីពិតថាខ្លួនមានតួនាទីមានឋានៈមានភេទមានជំនាញនិងមាននៅគុណធម៌យ៉ាងណាហើយត្រូវប្រព្រឹត្តឲ្យបានសមរម្យទៅតាមកិច្ចការតួនាទីជាដើមនោះនិងឲ្យបានសមស្របទៅតាមផ្លូវល្អផ្លូវចម្រើនដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងផ្លូវនៃសេចក្តីវិន័យអត្តាហេអត្តណោនេថោកោហេនេថោបរោសយាអត្តាហេអត្តណោនេថោអត្តាហេអត្តណោកតិតស្មាសញ្ញមៈអត្តានੰអសង្ភៈត្រាំងវៈវានិជោខ្លួនជាទីពឹងរបស់ខ្លួនជាកតិរបស់ខ្លួនឯងព្រោះហេតុនោះអ្នកចូលរក្សាខ្លួនឲ្យដូចជានាយពាណិជ្ជថែរក្សានៅសេះដែលល្អយ៉ាងដូច្នោះឯង54ប្រឹងខ្លួនឯងឲ្យដល់អត្ថបទ3ជាប់គ្នាបណ្ដៅខ្លួនឯងឲ្យបានអានខ្លួនឯងឲ្យដឹងប្រឹងខ្លួនឯងឲ្យដល់54នេះប្រឹងខ្លួនឯងឲ្យដល់កូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី3គឺប្រឹងខ្លួនឯងឲ្យដល់ដោយសេចក្តីថានោះយើងចូលចិត្តឲ្យអ្នករតីមកលើកតម្កើងខ្លួនប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាននិងលើកតម្កើងនោះគឺត្រូវតែជាមនុស្សដែលមានមន្តស្នេហ៍ស័ក្តិសិទ្ធិក្នុងខ្លួនមនុស្សដែលខ្វះមន្តស្នេហ៍នឹងមានអ្នកណាមកស្រឡាញ់រាប់អានទៅវិធីម្យ៉ាងសម្រាប់សាងស្នេហ៍ឲ្យមនុស្សស្រឡាញ់គឺប្រឹងខ្លួនឯងឬក៏ប្រើខ្លួនឯងការប្រឹងខ្លួនឯងឬប្រើខ្លួនឯងគឺការដាស់តឿនខ្លួនឯងឲ្យធ្វើការងារគិតធ្វើការដោយខ្លួនឯងគិតជួយអ្នកដទៃដោយខ្លួនឯងនិងធ្វើខ្លួនឲ្យជាប្រយោជន៍ចំពោះការងារមិនចាំបាច់ឲ្យអ្នកណាមកប្រើមកបង្កប់ឡើយឃើញសមគួរយ៉ាងណាហើយក៏ធ្វើដោយខ្លួនឯងគ្រាន់តែការងារខ្លះត្រូវសួរដល់អ្នកដទៃដើម្បីឲ្យត្រូវតាមបំណងរបស់អ្នកដទៃផងប៉ុណ្ណោះមនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះគឺឃើញការងារដែលជាការងារល្អជាការងារត្រឹមត្រូវនិងជាការងារមានប្រយោជន៍ហើយនោះក៏ប្រើខ្លួនឯងឲ្យធ្វើគេហៅថាជាមនុស្សមាននៅអត្តសម្បទាគឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្តមនុស្សដូចពោលមកនេះគេមិនព្រមនៅស្ងៀមមិនព្រមនៅទំនេរឡើយ
khơi nhẹ đợt tây thơ ca với cái chui bán rồi chui phim bà con trời ca ở ban đo nơi sự đây sầm ra nâng trời ca ở luôn chia mình đu miền muôn sna còn trời pra luôn ai tam đối để ban bổ hai còn cầm nơi nghiêm cầm phơi bằng ơi khá nông ca để trời chui này là tây còn trời chui đòi tức chất công chia mình đu ọt tức chất ở so còn công chia mình đu khơi ta bị khang ban nơi sầm bát cái luôn đu pro mình đu để ọt tức chất kết ta bị luôn ai trong ban tay sầm bát trọc cái luôn phần nó kia hai tham mình đu miền sniệt mình miền snai thế mình cu ai rap an lại cứ chia mình đu để cu ai đằng kia mình buộc mình đu tu từ câu này sang snai là o chiêm sang sniệt sang snai nấu với mình men nằm bạc khăng na từ nụ tế còn để chia diêm ta tương chất luôn anh còn áo chiêm nấu sầm bực áp tập chất và năng tới có xong cù hai thì khi chia cái đẹp tao rập té thì khang san ta xạ vô triển nàng thì khô bề liền nàng sang xà ráo sạch thầm mang bị chia nẹ tặng dục du sầm rạp nẹ để đây mình lựa dầu ngay đặt trời ra sầm rạp nẹ để bay cầm lăng hơi vật ở sang xa về ngay sầm rạp bậc cô pe từng lái đây mình đăng nơi press thoáng ha sập pram dịch đây bạc cảnh con chị ti sờ lạnhชีวิตในมนุษย์มันเนี่ยนู้เราไม่ชั่วประเทศในสิ่งใดก็ได้ก็หายไฟควาหรือจอลขนมจัดสินทึกสินทอบรับดองเหมือนอ้อจรานบาจรานยางขนมบรรดาสิ่งใดก็ได้ก็หายนู้เมียนสิ่งใดก็ได้ก็หายเพราะสิ่งใดประกันในครัวไอรวมเชื่อมวยพองได้สิ่งใดประกันได้โปรหมอกนี้คือการได้มนุษย์ยังtừจับโยกหมอกห่วงให้ในเอาไว้หน้ามวยเราโหต่อแต่คลังหัวโดยchỉจับโยกในมนุษย์จังหลายนะระบอบจังหลายนะการเงียจังหลายนะฐานะจังหลายนะแต่งการเจดังเราโหได้กลุ่มนึกระบอบล้วนเจดามแต่งอ่อนนี้หมอกห่วงให้ประกันม่อมคลังไปเต้คือในขนมสิ่งใดประกันท่าเจระบอบเยินสิ่งใดประกันโดยนี่เองเจให้เจดามจอมในสิ่งใดก็ได้กระหายนั่งสิ่งใดตกสาวเครียมกรอมในใจแต่เมียนในขนมนู้เนี่ยประกันขนมเอาไว้นะนั่งการตกสาวดอกดูในขนมเอาไว้นู้เองbà mìnhประกันขนมเอาไว้นาเต้ก็นั่งmìnhตกสาวmìnhดอกดูนั่งmìnhได้กระหายขนมเอาไว้นู้เลยbà con trời cao miền chỉ biết rồi nơi chỉ sọc bết bết con trời chỉ diêm lên cái nòng chặt nơi ở vậy nu ở thoi cho nơi sự đây và cằn con trời chăm tốc nơi biển đấy cứ cùng chọn ban rồi bỏ đầy ót cùng chọp chặt nâng rồi bỏ đầy miền vậy sắp tới cao vì hai vậy để cao làng hai sắp tới trời prai pruol tới từng ót con công tự tu đồng thọ mò công tự tu nơi phê rẽ ở vậy ở nguồn hua chỉ thăm ở đa nơi phê rẽ để rây tu về rồi mình nguồn rưỡi lúc đó đã cho tầm lệ chào bán về rồi mình ót nguồn nâng ót cá nơi hot to tự tiệt đài phê rẽ để chất tự tu rây côn rưỡi cóประกันtục ní vì mình nghe nâng đã cho bán đòi nghe nụ lai được cho này hơi tơ việc phơ ở nguồn được nòng chặt nâng đai cả hai trên đích chỉ ca thì chỉ ca đây nguồn lang từ tiệt tu bây thả miền phê rẽ rê tu nu phê rẽ vây nu có đói bà mình phải cam chấm buộc phê rẽ nu lăng phê từ hới cứ phê ná có cu đã bên cua rây tu bà thơ ban đôi ní có còn bà thu trung khla ai miền chỉ vật chỉ sọc tam xăm cua đai là chỉ chiêng tu rây cục khế cục pe về lìa tay chấm pua xịt đây và cam cái nòng chất
đại chia phê rẹt nguồn đôi bồ hai ní bởi đã cho bàn khá còn nâng miên từ đây sọc khá bởi đã cho bàn tầng ó còn nâng miên từ đây sọc tầng ó buồn đi chia sạch chạ thua nà cốn ha sắp của mùi dục chniệt khía đòi hạt phở côn chỉ ti sẽ lạnh ca dục chniệt khía đòi bệ này dễ rư đòi ca chỉ chê và cài nụ xung bay phục rực tư đòi hạt phở bê khá có mình ai phơ ơi hạt ca xên đỏ từ bàn đà cả phơ ơi khôi bê nâng rất tới phơ ơi bay bạc khía cài lên lang tiệt phòng bia nị dây để miên hạt phở mình men sắp tới ai prai ban cục kia cục cả rồi này tay nụ tê đòi chụp búa nông ca nơi rùm kia chỉ cua xá rư chỉ bụa còng ca để vua trời kia ca bẩn tuân chặt kia từ vinh từ máu nâng ca nơi nghiêm đòi chỉ đây ọt thuần chỉ đàm có ai đo sai pan nhà ha cua xá rư bụa còng ban đôi kia đà xung bay mơ tới hạ đôi chia mình rơi vô hạt phở bọc đo sài có đói bàn tay đi chỉ hạt phở đầy nom ai chẳng song khang cứ luôn ai nâng nẹt ở tây prom prieng khnia mình tục chặt khnia chỉ cu bạ đi bạ rồi lê châu khnia đòi san tệ bị thi bà dạng đi bán dân có mình chăm bạch an hạt phở vô màu và cài khnia rứ có chuộc khnia nụ lai miền phía dưới pha mây tràn cu để trừ chạy phơi khnia đa pro nẹm nẹt sắp tại an hạt phở riêng riêng luôn đại vô trăng ca khnia đòi hạt phở để luôn ai miền đòi và cam thà hạt phở bọc luôn ai trầm trời mà khang tiết mình miền hạt phở ai trầm trời lại là hơi ti bầm phật trong khói có trời bảy khnia hạt phở cứ bất chia được bỏ lọ hơi tại trời prao ai xóm chỉ muối nâng cả rồi này nâng pe về lìa phong nâng pe nơi ruộng khnia rư phơi ca chỉ muối khnia miền ca ao ạp hay ca prom sập khnia ca ọt thuần ca minhประกันនៅក្នុងរឿងបន្តិចបន្តួចមើលទៅហាក់ដូចជាមិនត្រឹមត្រូវឬមិនសមហេតុផលដែលត្រូវឲ្យអភ័យជាដើមសោះប៉ុន្តែបើអាចព្រមព្រៀងគ្នាបានឬអាចការពារនៅភាពបែកបាក់គ្នាបានគឺពិតជាល្អជាងការប្រើហេតុផលហើយឆ្លោះតោះតេងគ្នាឬក៏គុំគួនគ្នាដូចជាការធ្វើដំណើរតាមទីក្រុងពិតមែនតែភ្លើងចរាចរណ៍បៃតងហើយក៏ដោយតែក៏ត្រូវមើលឆ្វេងមើលស្ដាំផងដែរព្រោះវាអាចមានអ្នកប្រញាប់ឬអ្នកមិនគោរពច្បាប់ចរាចរណ៍នោះផងបើយើងចេះតែប្រកាន់អាងហេតុផលរបស់យើងថាត្រឹមត្រូវគឺភ្លើងបៃតងវាអាចឲ្យយើងគ្រោះថ្នាក់ដល់ស្លាប់ក៏បានយ៉ាងណារឿងនៅក្នុងជីវិតក៏ត្រូវគិតឲ្យយល់យ៉ាងនោះដែរគឺកុំអាងថាខ្លួនត្រូវហើយនាំឲ្យមាននៅគ្រោះថ្នាក់ជាវិបត្តិបែកបាក់គ្នានោះឯងក្នុងរឿងសេចក្តីស្រឡាញ់និងក្នុងការគ្រប់គ្រងផ្ទះពេលខ្លះគឺនាំហេតុផលមកជជែកមិនបានឡើយព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀតដូច្នេះមានតែការសម្រួលមានតែសម្បទាននិងការយល់ដឹងអំពីសេចក្តីពិតហើយព្រមទទួលប៉ុណ្ណោះទៅជាការល្អបើមានការភ្លៀងភ្លាត់អ្វីកុំចេះតែយករឿងរ៉ាវនោះមកបន្ទោសគ្នាហើយប្រកែកគ្នាត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយបញ្ហាផងដែរ57សតិនាំបញ្ញាតាមកូនជាទីស្រឡាញ់បើកូនមិនត្រូវការសេចក្តីភ្លៀងភ្លាត់មិនត្រូវការឲ្យកើតនៅសេចក្តីក្តៅក្រហាយក្នុងការងារដែលធ្វើឬក៏ការនិយាយទៅហើយនោះទេកូនត្រូវគិតឲ្យល្អជាមុននឹងធ្វើមុននឹងនិយាយ
ការគិតបានត្រឹមត្រូវមុនធ្វើមុននិយាយដើម្បីការពារនៅកំហុសនោះនេះជាលក្ខណៈរបស់សតិសតិគឺជាគុណធម៌មួយយ៉ាងដែលចាំបាច់បំផុតក្នុងដំណើរជីវិតមនុស្សដែលខ្វះសតិបើនឹងធ្វើអ្វីនិយាយអ្វីច្រើនតែភ្លៀងភ្លាត់ឬក៏ភ្លេចនេះភ្លេចនោះឬម្យ៉ាងទៀតនឹងនាំមកនូវសេចក្តីវិនាសប្រយោជន៍ត្រូវខាតពេលដើម្បីដោះស្រាយបញ្ហាឬត្រូវបាត់បង់នៅរបស់សំខាន់ក្នុងជីវិតដែលលំបាកនឹងដោះស្រាយបានម្ល៉េះហើយមានតែលំបាកឡើងការមានសតិទៅជាគ្រឿងការពារនៅកំហុសភ្លៀងភ្លាត់និងសេចក្តីវិនាសដ៏សំខាន់ក្រៃលែងសតិជាគុណជាតិនាំមុខបញ្ញាសតិប្រៀបដូចជាផាលឯបញ្ញាប្រៀបដូចជាភ្នៀងនង្គ័លបញ្ញាចម្រើនទៅបានក៏ព្រោះមកអំពីវឹកហាត់អប់រំសតិនឹងឯងមនុស្សមានបញ្ញាពីកំណើតមកហើយថែមទាំងជាមនុស្សឆ្លាតព្រោះបានសិក្សារៀនសូត្រច្រើនចេះដឹងគ្រប់មុខវិជ្ជាប៉ុន្តែបើខ្វះសតិឬក៏ប្រមាថធ្វេសប្រហែសរមែងគ្រោះថ្នាក់ដូចជាមនុស្សល្ងងខ្លៅអត់បានចេះដឹងអ្វីសោះអញ្ចឹងដល់ពេលខុសភ្លាត់ឬត្រូវក្តៅក្រហាយស្ដាយក្រោយមកដល់ក៏ច្រើនតែគិតថាបើដឹងដូចនេះអាត្មាអញមិនធ្វើឡើយដូច្នេះមនុស្សយើងគឺត្រូវប្រយ័ត្នប្រយែងមិនចេះតែអាងឆ្លាតអាងថាអញនឹងរៀនបានច្រើនហើយធ្វើអ្វីនិយាយអ្វីមិនបានគិតមុខគិតក្រោយនោះឡើយកុំយកឆ្លាតនាំមុខសតិឲ្យសោះត្រូវឲ្យមានសតិនាំមុខវិញទៅអ្វីគ្រប់យ៉ាងរៀបរយមិនលំបាកដោះស្រាយតាមក្រោយនៅអំពើរបស់ខ្លួនឯងសតិនិងបញ្ញាជាគុណជាតិមានឧបការៈច្រើនក្នុងការងារគ្រប់យ៉ាងគឺត្រូវឲ្យមានជាគូនឹងគ្នារហូតតទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបើបុគ្គលបានដឹងខ្លួនថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនក៏បីរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អនោះយើងគ្រប់គ្នាសុទ្ធតែស្រឡាញ់ខ្លួនប៉ុន្តែបើមិនបានកំណត់ដឹងរបស់ដែលជាទីស្រឡាញ់គឺខ្លួននោះឲ្យច្បាស់លាស់ទេការតាំងចិត្តរក្សារមែងមិនមានបើការតាំងចិត្តរក្សាខ្លួនមិនមានទេនេះឈ្មោះថាបុគ្គលមាននៅធัวប្រមាទគឺការធ្វេសប្រហែសដូច្នេះដំណើរជីវិតពិតជាមិនបានល្អឡើយតាមពិតមនុស្សគ្រប់គ្នារមែងរស់នៅជាមួយនឹងខ្លួនឯងរហូតតាំងពីកើតដល់ស្លាប់ហើយត្រូវបន្តការរស់នៅជាមួយនឹងខ្លួនឯងទៀតជារៀងរហូតទាល់តែជីវិតត្រូវបានបញ្ចប់អស់នៃវដ្តសង្សារបើយើងមិនបានរក្សាខ្លួនឲ្យល្អទេយើងរមែងរស់នៅជាមួយនឹងខ្លួនឯងដែលជាមនុស្សមិនល្អរហូតតទៅចូលកូនកុំប្រមាទកុំធ្វេសប្រហែសឡើយចូលកូនវឹកហាត់ឲ្យមានសតិជាប្រចាំក្នុងចិត្តដើម្បីកូននឹងមិនបានធ្វើអ្វីខុសឆ្គងដូចជាមានអ្នកនៅចាំយាមចាំចាប់នៅមនុស្សខូចដូច្នោះឯងកូនត្រូវពិចារណានៅក្នុងកំណាព្យនេះហើយណាំងធម្មំអ្នកសេវាយៈទំនាស់កັບចៈរំលោភឆ្លៀនពៀនល្មើសគុណម៉ែឪទ្រុះព្រះទ្រង់ញៀនទ្រុះនៅត្រង់ហ៊ានបំពេញសិក្ខាធัวថោកទាំងនេះគឺសែនហីណាំងស៊ីបាយបោកឆ្នាំងខ្មាំងនឹងសាសនាកូនឪមិនត្រូវខ្សែគប់ឡើយណាបាលីពោលថាអ្នកសេវាយៈធัวថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ប្រព្រឹត្តឥតអាក់ខ្សែគប់ធัวខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះច្រវាក់អន្តៈកាមគុណប្រមាទេអ្នកសង្វសេកូនត្រូវរិះរេគិតទុកជាមុនរៀបចំជីវិតឲ្យផុតទេរុនបនជាដើមទុនរួចចាកធัวថោក
កូនឪមិនត្រូវរស់ដោយប្រមាទត្រូវខំសង្វាតកុំឲ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាមក្រោកសម្លឹងធัวពិតបើកូនមិនក្រោកពិតជាលំបាកបញ្ហាឥតស្រាកឆាកលខោនជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហៈរូបរិទ្ធពិតជាវង្វេងចូលកូនសម្លាញ់ស្ដាប់តាមម៉ែពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធัวកុំចេះតែលេងស្រីស្រាកៅពេងជាលបែងគ្រោះថ្នាក់58ជីវិតមានតម្លៃកូនជាទីស្រឡាញ់កូនដឹងទេថាជីវិតមានតម្លៃថ្លៃក្រៃលែងមិនថាជីវិតរបស់យើងឬរបស់អ្នកដទៃសុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯងទាំងដល់អ្នកដទៃដូច្នេះហើយទៅក្នុងសិល5បានលើកយកការវាចានៅការសម្លាប់សត្វទុកជាសិក្ខាបទទី1ព្រោះមកអំពីជីវិតជារបស់សំខាន់នឹងឯងនោះយើងសំខាន់សម្រាប់ខ្លួនឯងណាស់សត្វដទៃបុគ្គលដទៃសុទ្ធតែសំខាន់សម្រាប់ខ្លួនគេគ្រប់គ្នារៀងខ្លួនដូច្នេះទៅមិនគួរសម្លាប់មិនគួរបៀតបៀនជីវិតគ្នាឡើយកាលបើកូនដឹងថាជីវិតរបស់កូនមានតម្លៃថ្លៃនិងសំខាន់សម្រាប់ខ្លួនកូនហើយកូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យបានល្អកូនត្រូវធ្វើនៅអំពើជាប្រយោជន៍ឲ្យដល់ខ្លួនឯងផងឲ្យដល់អ្នកដទៃផងឲ្យច្រើនជាទីបំផុតអំពើអាក្រក់ដែលជាបាបកម្មនាំឲ្យមានពីវេរាកូនកុំឲ្យជីវិតនេះទៅប្រឡាក់ប្រឡោះឲ្យសោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាជីវិតដែលមានសិលមានការសម្លឹងពិនិត្យសំបីរស់នៅតែមួយថ្ងៃក៏ប្រសើរជាងជីវិតដែលអត់សិលអត់មានការតម្កល់ខ្លួនឲ្យល្អរស់នៅសំបីអស់រយនៃឆ្នាំទៅទៀតដើម្បីឲ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបំពុនឲ្យមច្ចរាជក្នុងមួយថ្ងៃ24ម៉ោងយើងត្រូវធ្វើការក្នុងមួយថ្ងៃឲ្យបានកម្រៃថ្លៃជាងជីវិត24ម៉ោងនោះទៅទៀតកូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីឲ្យរួចផុតចាកទុក្ខគឺជាការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់ដូច្នេះកូនត្រូវប្រយ័ត្នកុំឲ្យខាតថ្លៃពន្ធឲ្យសោះក្នុងមួយថ្ងៃ59មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់កូនជាទីស្រឡាញ់នៅក្នុងโลกនេះតើអ្វីដែលល្អជាងគេសម្រាប់មនុស្សយើងគឺខ្លួនយើងជាមនុស្សល្អនឹងឯងបើយើងជាមនុស្សអាក្រក់មានចិត្តបាបប្រព្រឹត្តទុច្ចរិតអត់គោរពវិន័យបៀតបៀនអ្នកដទៃទោះបីយើងមាននៅដុំពេជ្រភ្នំមាសនិងសម្បត្តិផ្សេងទៀតពោពេះយ៉ាងណាក៏ដោយក៏យើងមិនអាចល្អបានដែរព្រោះយើងជាមនុស្សអាក្រក់ស្រេចទៅហើយឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់2កាពះ2របស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងអ្វីក្រៅតែអំពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចុះសំបីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមាន
mình ban cả đời aiจะtha chia được bỏ để con chun hơi bụng mà đái สบาย ចិត្ត កាលដែលកូនមាននំមានផ្លែឈើយកមកជូននោះពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលបរិភោគទទួលទានដោយពេញចិត្តពិតៗតម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេដាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរចំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនបានជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតក៏ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមកទិញផ្លែឈើល្អល្អឲ្យមកយ៉ាងម៉េចរួចទៅម្ល៉េះហើយមេដាបិតាខ្លះក៏បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិនធ្លាប់ដែលបានឃើញកូនក្រាបសំពះខ្លួនម្ដងផងពាក្យពេចន៍ម៉ែឪកូនត្រូវចាំបណ្ដាំទឹកចិត្តពិតពាក្យព្រំពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំនិយមព្រះពុទ្ធវិសុទ្ធពេជ្រអរុណពើមាសជារស្មីសម្ដីម៉ែឪត្រូវរំលឹកចំកុំឲ្យផ្លេចពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាសទ្វីបលោកល្អស្រស់ព្រោះសូរិយាមេដាបិតាគឺជាព្រះជាដួងសូរិយាយាត្រារះកូនត្រូវសំពះទិសបូពីទិសបូមានន័យបុព្វការីបង្កើតប្រុសស្រីពេញពសទ្ធាពាក្យពេចន៍ម៉ែឪត្រូវដូចជាសូរិយាក្នុងគ្រាបំភ្លឺលោក2គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីមានអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នាឡានៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានឹងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកពុកម្ដាយសំបីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៃការនឿយហត់ទៅហើយមេដាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលហៅថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនហើយធ្វើជាបងប្អូននឹងគ្នាកូនត្រូវតែចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់គ្នាមិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំចំណែនកុំខឹងក្រោធកនុំគុំគួនអ្វីដល់បងប្អូនគ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាទៅវិញទៅមកទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះទាស់ទែងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនហើយនោះល្អគេមិនឆ្លោះទាស់ទែងគ្នាដូច្នេះឡើយយ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪផងថាពុកម្ដាយនឹងឯងគិតយ៉ាងណាចំពោះកូនគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលែងចូលគ្នាវិញដូចដើមអញ្ចឹងភ្លេចរឿងដែលកន្លងអស់ទៅហើយក៏ស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយគ្នាល្អណាស់កូនមានរឿងខ្លះការកូនដែលនៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលទាស់ចិត្តដោយកាលដែលកូននៅពីក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនហើយស្វាមីអាចរកថ្មីបានភរិយាក៏អាចរកថ្មីបានកូនក៏អាចរកថ្មីបានដែរតែបងប្អូនរកមិនបានទៀតទេមានបណ្ណាក៏ប៉ុណ្ណឹងកាលដែលកាត់បងកាត់ប្អូនក៏ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែរបស់ឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅក្នុងធម៌មិនតាមកិលេសចេះរស់ក្នុងពរអាយុបវរគុណធម៌ក្នុងចិត្ត3ឈឺចាប់ក្នុងចិត្តកូនជាទីស្រឡាញ់
ពេលខ្លះពុកម្ដាយបានធ្វើអ្វីឬនិយាយអ្វីជាមួយកូនខ្លាំងហួសអាចធ្វើឲ្យកូនមិនពេញចិត្តប៉ុន្តែចូលកូនយល់ថាទោះជាយ៉ាងណាក៏ដោយពុកម្ដាយគិតគូរដល់កូនណាស់ស្រឡាញ់ណាស់គឺកូននៅតែជាកែវភ្នែកជាបេះដូងរបស់ម៉ែឪជានិច្ចនៅពេលដែលកូនសម្លឹងមើលពុកម្ដាយដោយកសែភ្នែកខឹងស្អប់ឬមិនចូលចិត្តហាក់ដូចពុកម្ដាយជាអ្នកអតីតទៀតនោះឪពុកម្ដាយតូចចិត្តហើយឈឺចាប់ណាស់អ្នកដទៃគេមាក់ងាយឬយល់ខុសមកលើពុកម្ដាយក៏ពុកម្ដាយមិនមែនញាប់ញ័រក្នុងចិត្តដូចជាកូនរបស់ខ្លួនមកមាក់ងាយឬក៏យល់ខុសលើឪពុកម្ដាយឡើយបើកូនខឹងក្រោធចំពោះម៉ែឪព្រោះកូនមិនពេញចិត្តឬតោះចិត្តក្នុងរឿងអ្វីដែលម៉ែឪបានធ្វើទៅហើយនោះម៉ែឪល្មមអាចអត់ទ្រាំបានប៉ុន្តែបើខឹងក្រោធព្រោះកូនមិនយល់ដល់ទឹកចិត្តដល់ពិតប្រាកដរបស់ម៉ែឪវិញនោះឪពុកនិងម្ដាយត្រូវខូចចិត្តនឹងឈឺចាប់ក្នុងដើមទ្រូងដ៏យ៉ាងក្រៃលែងណាកូនសន្តានហាប្រតិនៃព្រះអរហន្តមកលើពួកជនមាត់ចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាមាត់ចត់អស្ចារ្យក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែព្រោះថាឪម៉ែជាព្រះអរហន្តនៅក្នុងโลกនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាពេកពុនលើកូនប្រុសស្រីមានន័យគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទន់អោនក្រាបសិរសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រមាសចិត្តល្អដោយព្រះវេស្សន្តរក្សត្រា4កំពូលប្រាថ្នារបស់ម៉ែឪកូនជាទីស្រឡាញ់កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូលរបស់ម៉ែឪទេគឺម៉ែឪគ្រប់គ្នាវេលាដែលមានជំងឺរមែងត្រូវការឃើញមុខកូនរបស់ខ្លួនមកប្រណិប័តមកមើលថែនៅចិត្តនៅក្បែរសាកសួររឿយនេះឯងណាកូនគឺជាថ្នាំពិសេសដែលធ្វើឲ្យឪពុកម្ដាយឆាប់ជាសះស្បើយក្រៃលែងណាស់ទៅទៀតគឺនៅពេលដែលខ្លួនចាស់ជរាជួយអ្វីខ្លួនឯងមិនបានរមែងត្រូវការកូនជាទ្វេគុណជាត្រីគុណសូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹកមានការងារដែលត្រូវធ្វើច្រើនសន្ធឹកសន្ធាប់មិនសូវមានពេលទៅមកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរគឺនៅតែប្រាថ្នាឃើញកូនហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ចពុកម្ដាយគ្រប់គ្នាក្រៅពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយនៅមានសេចក្តីប្រាថ្នាជាទីបំផុតម្យ៉ាងទៀតគឺចង់ឃើញកូនមានសេចក្តីចម្រើននិងមានសេចក្តីសម្រេចក្នុងជីវិតមានជីវិតរុងរឿងសម្បូរទៅដោយសេចក្តីសុខបើកូនបានសំតាមសេចក្តីប្រាថ្នាពុកម្ដាយគ្រប់គ្នានឹងមិនចំណែនជាមួយកូនឡើយញាប់ញ័រក្នុងចិត្តតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នៅសេចក្តីសម្រេចក្នុងជីវិតរបស់កូននោះដែលឪពុកម្ដាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសមតាមបំណងប្រាថ្នានោះឯងបើបានឃើញកូនជាមនុស្សល្អមានសមត្ថភាពគ្រប់គ្រាន់មានការចេះដឹងជាមនុស្សឆ្លាតមានការងារធ្វើជាជំហរនៃជីវិតនឹងបានជួបប្រសពនៅសេចក្តីសម្រេចឪពុកម្ដាយគ្រប់គ្នាក៏ភ្លេចអស់នៅការហត់នឿយទៅហើយដែរចូលកូនគ្រប់គ្នាកុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ5កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ភាពស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងនោះយើងនៅជាមួយនឹងអ្នកណាធ្វើការងារជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយនឹងអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះក៏គឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីៗជាសម្ដីផ្កានរណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្ត
ត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសំបីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះណានាគេយល់ថាការវិវេឬការយកប្រៀបលើអ្នកដទៃទៅជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកដទៃនោះទៅចោះបើថាកូនជាមនុស្សល្ងង់ដោយពេលអ្នកដទៃចោតប្រកាន់មកថាកូនភ្លើកូននៅតែជាកូនឆ្លាតរបស់ឪពុកម្ដាយដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យបានរួចផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងងហ្នឹងឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីរហូតតទៅនោះឡើយ6គុណនៃសេចក្តីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរគឺក្រៅអំពីការដែលមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពឹសការចាហាវធ្វើឲ្យមនុស្សយើងទុក្ខលំបាកទៅតែម្យ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតនៃសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនឹងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញនានាដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ជាយាមនៅក្នុងរវាងនៃសេចក្តីទុក្ខលំបាកនិងភាពសនុកសុខសប្បាយថ្លៃថ្នូររុងរឿងទៅមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់តម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលួចដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃអំពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះព្រៃភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអណែកតែធ្វើឲ្យដែករឹងរឹតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូអត់អទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ជាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំជាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណកប់លទ្ធផលការងារជាតម្លៃមនុស្សធ
ធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រចាក់កំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងប៉ឹងតែមិនរឹងរូសព្យាយាមជំរុះមានះក្នុងចិត្តទួនកាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដូចដែក7ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការងាររាជការឬក៏ទៅធ្វើការស៊ីឈ្នួលអីគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬក៏តម្លៃឈ្នួលបើសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬក៏តម្លៃឈ្នួលនោះក៏រឹតតែល្អកុំធ្វើការគ្រាន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យជាការងារសម្រេចដោយល្អផងទៅជាការសមរម្យនោះយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបលើគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះតិចប្រសិទ្ធៈនៅសេចក្តីកំណាញ់និងការចរណែនជាដើមខុសអំពីមនុស្សដែលមិនមាននៅទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខនៅក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអញ្ចឹងឯងចូលកូនប្រខាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងក៏បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការងារជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន8រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពេលដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីៗដទៃទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយទៅអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបើរបស់រតីក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីៗជាមួយនឹងណា
ហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយងាយឡើយមនុស្សដែលបងពាក្យបងសម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសំបីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ9ចិត្តមួយថ្លើមួយកូនជាទីស្រឡាញ់ធัวដែលនឹងធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះគឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងរបស់ភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូនមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែនៅសច្ចៈនេះឯងការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់ទែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកំខានដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគុំតែគិតឃើញមិនខានដូច្នេះតើប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូក្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នានោះយើងបើសំបីតែសច្ចៈចំពោះគូក្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យដល់គូក្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយសសេរីរបស់មនុស្សយើងនេះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់តែប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសំបីតែជាមួយនឹងគូក្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះវាជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងតែប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូក្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកម្មយកមិនចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ10ព្រមល្ងងខ្លះល្អណាស់កូនជាទីស្រឡាញ់ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរស់ស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនហើយព្រមឲ្យគេថាទៅចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌
កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសអំពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនឡើយរវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមាត់នៅក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅជាផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពំនុះសោតត្រូវប្រឹងប្រែងជាយាមបញ្ចុះបញ្ចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួនឯងនោះបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនហើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រកដីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់ជាមួយនឹងមួយខ្វះធัวសន្តោសម៉ូបលោភលន់រស់ស៊ីទុច្ចរិតខ្វះយុត្តិធម៌ឡាកូនហើយក្នុងរឿងទាំងអស់នេះបើថាគេថាឲ្យកូននឹងឯងងងមែនទែនព្រោះតែមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនកេងលក់មិនចាំបាច់យកដៃគោងថ្ងាសឡើយណាកូន11ឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមាននរណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមាននរណាធ្វើអ្វីឲ្យត្រូវចិត្តយើងគ្រប់បែបគ្រប់យ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងណាក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬក៏ធ្វើអ្វីមិនត្រូវចិត្តមិនត្រូវជាស្រ័យរបស់កូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកតោះតេងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់លាស់សិនសុំនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយកាលកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុក្ខគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យយ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តថាជាគ្នាឯងមិនមានស្នៀតមិនកលិចកលុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តបកគលការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹស
មនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នករតីឡើយបើកូនឲ្យអភ័យដល់អ្នករតីបានកូននឹងបាននៅការសុបាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នករតីបានកូននឹងនៅក្នុងទីណាក៏នៅបានមិនមាននរណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះព្រោះហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត